ឥឡូវនេះខ្ញុំសូមចែករំលែកទិដ្ឋភាពនៅស្រុកកំណើតយើងវិញម្ដងគឺនៅលើកោះរុងសន្លឹមប្រហែលមើលទៅបងប្អូនខ្លះធ្លាប់បានមកលេងហើយនេះគឺនៅសន្តាគារអេដែននិយាយទៅស្រុកយើងមិនថាយើងទៅលេងប្រហែលដងឬក៏ទៅកន្លែងដដែលកន្លែងថ្មីអីគឺមានអារម្មណ៍កក់ក្ដៅជានិច្ចមានអារម្មណ៍ស្និទ្ធស្នាលមានអារម្មណ៍ដូចជាកន្លែងដែលយើងធ្លាប់រស់នៅទោះបីកន្លែងនេះយើងអត់ធ្លាប់ទៅក៏ដោយឧទាហរណ៍យើងអ្នកកើតនៅខេត្តឬនៅភ្នំពេញអីចឹងណាហើយយើងទៅលេងតំបន់ណាមួយដែលយើងអត់ដែរទៅពីមុនក៏ដោយប៉ុន្តែអារម្មណ៍ដែលយើងគិតថាទីនេះជាស្រុកយើងជាកន្លែងដែលយើងធ្លាប់ស្គាល់វាមានអារម្មណ៍កក់ក្ដៅច្រើនជាងទៅលេងស្រុកគេទោះបីជាយើងទៅឃើញទេសភាពស្អាតឃើញអីចឹងមែនប៉ុន្តែវាបាត់បង់អ្វីទូចមួយដូចជាអារម្មណ៍របៀបលក្ខណៈគ្រួសារអារម្មណ៍ដែលធ្វើឲ្យយើងសប្បាយរបៀបកក់ក្ដៅ